ngàyនេះចេញវីដេអូពីកន្លែងធ្វើការជូនបងប្អូនមើលទាំងអស់គ្នាម្ដងមើលដូចជាខានចេញយូរហើយនេះជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឹមអ៊ីមកពីប្រទេស New Zealand ហ្នឹងហើយចង់មកចែករំលែកពីការធ្វើការនៅហាង Fish and Chip បញ្ជូនបងប្អូនមើលទាំងអស់គ្នាមើលមានបងប្អូននៅប្រទេសណាផ្សេងមានបើកហាង Fish and Chip ដូចខាងខ្ញុំនៅនេះអត់ Fish and Chip ហ្នឹងបានន័យថាហាងលក់ត្រីចៀននិងដំឡូងចៀនអញ្ចឹងបងប្អូនក៏លោកបងប្អូនខ្លះគាត់អត់យល់អញ្ចឹងទៅនឹងហើយនិយាយទៅការងារ Fish and Chip នេះវាអត់សូវជាមមាញឹកអីខ្លាំងពេកដូចបងប្អូនយើងនៅហាង bakery ណាអត់សូវមមាញឹកប៉ុន្តែបងប្អូនដឹងហើយតែឈ្មោះតលក់ម្ហូបមួយឯងវាអត់អាចតនេបានទេហ្នឹងហើយនិយាយទៅខ្ញុំដាក់កាមេរ៉ាចោលកន្លែងគេធ្វើ burger អញ្ចឹងហើយអ្នកធ្វើ burger ខ្ញុំគឺថាគាត់មិនកម្រើមខ្លាំងមែនតើគឺថារលាមត្មងហើយមានបងប្អូនណាខ្លះ fan អ្នកគ្រូមួយហ្នឹងអ្នកគ្រូមួយហ្នឹងធ្វើការមួយខ្ញុំដូចជាម្ដងពីរដងទៀតគឺគាត់ត្រូវចេញទៅរៀននៅមហាវិទ្យាល័យនៅទីក្រុង Hamilton ហើយអញ្ចឹងបងប្អូនអ្នក Hamilton ឃើញហៅគាត់ផងថ្ងៃគាត់ធ្វើការហ្នឹងរដងអត់សូវចង់ថតទេខ្ញុំធុញដល់ពេលហើយគាត់ថាសុំដាក់ថតទៅព្រោះអីគាត់ធ្វើការមួយខ្ញុំឡើង3ឆ្នាំជាងអនុស្សាវរីយ៍ច្រើនណាអ្នកឯងហ្នឹងដូចម៉ែខ្ញុំមួយដែរហើយនិយាយមួយខ្ញុំណែនាំខ្ញុំរហូតអញ្ចឹងណាគាត់និយាយមួយខ្ញុំអញ្ចឹងហើយពួកខ្ញុំធ្វើការ3ឆ្នាំជាងហ្នឹងមានចង់និយាយថាសើចសប្បាយរហូតដែរអញ្ចឹងណាខ្ញុំមិនទៅពេលថ្ងៃណាខ្លះខឹងខ្ញុំអត់មកអត់និយាយរកអីចឹងហ្មងទៅដល់ពេលថ្ងៃណាខ្ញុំធម្មតាខ្ញុំលេងសើចធម្មតាចឹងទៅហើយពេលដែលខ្ញុំខឹងគាត់គឺមានតែម្យ៉ាងបងប្អូននិយាយច្រើនពេកអត់ព្រមធ្វើការបងប្អូនដឹងស្រាប់ណាប្រាក់ធ្វើការនៅក្នុងប្រទេស New Zealand 1ម៉ោង$23ខ្ញុំបង់ឲ្យគាត់ដូចជា$23ប្រហែលទេខ្ញុំភ្លេចបាត់ហើយខ្ញុំមិនដែលសូវចាប់អារម្មណ៍ទេព្រោះឲ្យប្តីខ្ញុំគាត់អ្នកធ្វើខាងនឹងអញ្ចឹងទៅខ្ញុំមិនសូវចាប់អារម្មណ៍ទេនឹងហើយអញ្ចឹងហើយពេលដែលគេធ្វើការគេគិតតែពីឈរនិយាយគិតមើលម៉ោងដើរទៅមុខរហូតហើយយើងបង់លុយឲ្យគេថ្លៃណាអញ្ចឹងពេលខ្លះហើយបើខ្ញុំសុកចិត្តខ្ជិលថតខ្ជិលអីដោយសារថតម្ដងខាតលុយខ្ញុំធ្វើការបងប្អូនធ្វើការម្ដងជាមួយស្រីស្អាតអញ្ចឹងកញ្ចក់គេវែងអញ្ចឹងហើយចានឆ្នាំងខ្ញុំអ្នកលាងដែរហ្នឹងតកែនៅស្រុកនេះអត់ដូចតកែយើងនៅស្រុកខ្មែរណាគួយវិជាបានណានៅនេះអត់ទេសុកចិត្តទៅឈរលាងចានដើម្បីឲ្យគេជូតទៅលឿនជាងកុំឲ្យខាតសាប៊ូច្រើនពេកមានតកែណាខ្លះចឹងដែរអត់ទេចេញមុខមកហ្នឹងហើយឥឡូវមកហាងយើងវិញទាំងអស់គ្នានិយាយទៅហាងខ្ញុំលក់នេះដោយសារថាតំបន់ដែលពួកខ្ញុំរស់នៅហ្នឹងគឺជាតំបន់ទេសចរមួយដែរអញ្ចឹងភាគច្រើនមានភ្ញៀវទេសចរពេលបុណ្យអីជាតិម្ដងអញ្ចឹងគឺថារវល់ដែរអញ្ចឹងណាបងប្អូនណាមួយខ្ញុំរដូវក្តៅអញ្ចេះពួកខ្ញុំនៅចិត្តសមុទ្រខ្លាំងអញ្ចឹងបងប្អូននេះថាគេអង្គុយញ៉ាំនៅមាត់សមុទ្រអីហ្នឹងគឺថាគេខ្ចប់អាហារទៅច្រើនហើយអញ្ចឹងហើយការលក់របស់ខ្ញុំពេលរដូវក្តៅអញ្ចេះគឺថារវល់បងប្អូនទាំងអស់គ្នារវល់ជាងខែតិចមនុស្សមកទិញច្រើនជាងប៉ុន្តែគ្រាន់តែគេកំងសម្រាប់ដូចថាគ្រួសារគេឬក៏ម្នាក់អញ្ចឹងទៅតែទៅពេលខែក្តៅអញ្ចេះគឺគេកំងជាលក្ខណៈគ្រួសារធំជាលក្ខណៈមិត្តភ័ក្តិទាំងបុកទៅហ្មងអញ្ចឹងណានឹងហើយវាអាចមើលទៅរៀងភ្ញៀវតិចជាងខែតិចក៏ប៉ុន្តែការលក់វាកើនជាងដោយសារគេ order អី100ជាងក៏មានដែរអញ្ចឹងណាអញ្ចឹងហើយដោយហាងរបស់ខ្ញុំនេះវាអត់អាចរត់តែ2នាក់ទៅត្រុយហ្មងបានដោយសារថាយើងត្រូវការមានម្នាក់ឈរលក់ហើយនឹងជួយលើកទូរស័ព្ទអញ្ចឹងទៅម្នាក់ជួយធ្វើ burger ហើយខ្ញុំខាងផ្នែកលក់នេះអញ្ចឹងទៅយើងរត់ទៅរត់មកអញ្ចឹងអ្នកធ្វើការខ្ញុំទាំងអស់ត្រូវរត់ស្មើដៃជើងគ្នាដែរអញ្ចឹងណាគ្រាន់តែខ្ញុំអត់បដ ாய் អាពេលជៀនហើយនឹងពេលខ្ចប់ហ្នឹងឯងចាំធ្វើ burger ហើយនឹងលក់លើកទូរស័ព្ទអីការងារអស់ហ្នឹងអញ្ចឹងគឺខ្ញុំតម្រូវឲ្យពួកគាត់បង្រៀនគាត់ឲ្យចេះទាំងអស់គ្នាឥឡូវហ្នឹងកំពុងតែបរៀនអ្នកថ្មី2នាក់ទៀតហើយដោយសារកូនស្រីខ្ញុំ2នាក់ហ្នឹងទៅចោលខ្ញុំហើយ